បាទប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីបាទថ្មីនេះបាទកាលពីប៉ុន្មានម៉ោងនេះបាទខ្ញុំបាទបានឃើញនៅការផុសរបស់បាទបងអូនស្រីគាត់ថា talk show បាទគាត់បានផុសនៅលើបណ្ដាញ page របស់គាត់ដែលមានអត្ថន័យដូចនេះថាមេដឹកនាំរបស់អាមេរិកឆ្ងល់ថាម្ដេចក៏ចិនមិនព្រមលក់ TikTok ឲ្យគាត់អត់ទាន់ស្គាល់ចិនទេចង់ក្រុមហ៊ុនតម្លៃថ្លៃប៉ុណ្ណាក៏ចិនបោះចោលបានដែរបាទចំពោះការលើកឡើងរបស់បងអូនស្រីក៏នថា show អំពីចំណុចនេះបាទខ្ញុំបាទមិនដឹងថាគាត់មានគំនិតឬក៏យ៉ាងណានោះដែរបាទចំពោះការសរសេររបស់គាត់គឺវាមានការចាក់ដោតយ៉ាងខ្លាំងគឺជាពិសេសគឺគាត់ដោតទៅលើមេដឹកនាំសហរដ្ឋអាមេរិកដែលបាទដូចថាមិនដឹងអីឬក៏យ៉ាងណាខ្ញុំមិនដឹងទេបាទប្រិយមិត្តលោកអ្នកស្ដាប់ក៏ប៉ុន្តែសម្រាប់អត្តន័យមួយនេះបាទខ្ញុំបាទក៏សូមលើកយកមកធ្វើការសន្និដ្ឋានជាមួយគ្នាបាទមានន័យថាខ្ញុំបាទអត់បានប្រតិកម្មជាមួយនឹងបាទអូនស្រីក៏ន័យថាទេបាទគ្រាន់តែលើកយកចំណុចនេះថាតើហេតុអ្វីបានជាបាទចិនមិនព្រមលក់ TikTok ទៅឲ្យសហរដ្ឋអាមេរិកហើយតើការលើកឡើងនេះគឺមានអត្ថន័យខ្លឹមសារយ៉ាងណាបាទខ្ញុំបាទគ្រាន់តែធ្វើការសន្និដ្ឋានចំពោះអត្ថន័យនៃខ្លឹមសារនៃការផុសរបស់បាទអូនស្រីក៏ន័យថានោះតែប៉ុណ្្នឹងទេបាទមានចំណុចខ្លះៗដែលខ្ញុំបាទនឹងលើកយកមកការធ្វើការសន្និដ្ឋានបាទហើយសង្ឃឹមថាបាទនឹងមានការសន្ទនាប្រណីពីប្រិយមិត្តលោកអ្នកស្ដាប់បើសិនជាមានកំហុសឆ្គងហើយក៏សូមធ្វើការ feedback ឬក៏ការយល់ដឹងយ៉ាងណាសូមបាទជួយកែសម្រួលទាំងអស់គ្នាបាទជាទូទៅបាទយើងឃើញហើយព័ត៌មាននៅលើបណ្ដាញសង្គមបាទមានការបាទពិតខ្លះក៏មិនពិតខ្លះដូច្នេះយើងជួយតិទៀនដើម្បីស្ថាបនាទើបធ្វើឲ្យបាទអំណាចនៃសារព័ត៌មានរបស់យើងបាទគឺមានភាពរឹងមាំផងដែរបាទចំណុចដែលលើកឡើងចំពោះបាទបងអូនស្រីកនិដ្ឋាគឺជាចំណុចមួយបាទដែលមានអត្ថន័យជាច្រើនបាទនៅក្នុងបរិបទនយោបាយសេដ្ឋកិច្ចនិងវប្បធម៌រវាងប្រទេសចិននិងប្រទេសអាមេរិកបាទខ្ញុំបាទសូមលើកយកនៅការសន្និដ្ឋានខ្លះចំពោះបាទករណីមួយនេះបាទទីមួយគឺចិនមិនមែនត្រឹមតែគិតពីតម្លៃហ៊ុននោះទេសម្រាប់ប្រទេសចិនការលក់ TikTok មិនមែនជារឿងសាមញ្ញនោះដែរបាទ TikTok ត្រូវបានមើលថាជាប្រភពអំណាចវិជ្ជាជីវៈនិងព័ត៌មានបាទដែលគេហៅថា data power ហើយប្រទេសចិនចង់រក្សាប្រភពនៃអំណាចនោះបាទទី2អាមេរិកគិតតាមបែបទីផ្សារជាងប្រទេសចិនសម្រាប់សហរដ្ឋអាមេរិកបើអ្វីមិនស្របនឹងការអនុគ្រោះច្បាប់ឬជានិរន្តរភាពគំរាមកំហែងដល់សន្តិសុខជាតិគេអាចសម្រេចនឹងដកចេញឬបង្ខំលក់បានដោយឡែកប្រទេសចិនគឺគេគិតវែងឆ្ងាយជាងហើយច្រើនតែគ្រប់គ្រងទៅលើក្រុមហ៊ុនធំឲ្យស្ថិតនៅក្រោមវិស័យនយោបាយរបស់ចិនចំណុចទី3បាទចិនអាចបោះចោលបាទប្រសិនបើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិនាមកិត្តិស័ព្ទរបស់ប្រទេសដូចគ្នាដែរចិនភាគច្រើនបាទនិយមបង្ហាញនៅភាពរឹងមាំដើម្បីបញ្ជាក់ថាពួកគេមិនមែនជាប្រទេសអាចនឹងរងសម្ពាធបាននោះឡើយ
បាទលោកអ្នកនាងកញ្ញាបាទប្រទេសចិនគិតទៅលើអំណាចយូរអង្វែងមិនត្រឹមតែការទទួលប្រាក់$1,000,000,000នោះឡើយហើយនេះហើយទើបជាដើមហេតុធ្វើឲ្យប្រទេសនេះស្ថិតនៅក្នុងចំណោមមួយនៃប្រទេសមហាអំណាចបាទចំណុចទី4បាទលោកអ្នកនាងកញ្ញាបាទ TikTok គឺជាគ្រឿងក៏ដូចជាធនធានមួយដ៏សំខាន់ក្នុងសង្គ្រាមព័ត៌មាន information warfare បាទចិនមើល TikTok គឺជា snow នៃ soft power ជាវិធីបញ្ជូនវប្បធម៌របស់ចិនទៅលើពិភពលោកដែលអាចទាក់ទាញចិត្តនិងអារម្មណ៍យុវជនក៏ដូចជាបាទប្រជាជននៃជាតិសាសន៍ដទៃទៀតហើយលើសពីនេះតាមរយៈ TikTok ផងដែរចិនក៏អាចរៀនពីចរិតនិងចំណង់ចំណូលចិត្តរបស់ប្រជាជននៃប្រទេសផ្សេងជាជនជាតិផ្សេងដោយប្រើទិន្នន័យដ៏សម្បូរបែបនៃអ្នកប្រើប្រាស់ទៅលើបណ្ដាញ TikTok នេះផងដែរបាទការលក់ TikTok ស្មើនឹងការបោះបង់នៅអំណាចនយោបាយការលក់ TikTok ទៅឲ្យសហរដ្ឋអាមេរិកបាទស្មើនឹងការបោះបង់ការត្រួតពិនិត្យលើបណ្ដាញដ៏ធំមួយដែលមានឥទ្ធិពលសំខាន់ទៅលើគំនិតរបស់មហាជនបាទចិនជាស្ថាបនិកនិងជាម្ចាស់ផ្នែកច្នៃប្រឌិតរបស់ TikTok ហើយពួកគេចង់រក្សាធនធាននេះដែលជាដៃគូប្រជែងនឹងបាទក្រុមហ៊ុន Meta Facebook បាទ IG Google ឬក៏ YouTube ជាដើមបាទយ៉ាងណាមិញប្រសិនបើមានការបង្ខំលក់បាទគឺវាស្មើនឹងការបង្កើតគំរូមួយឲ្យអនាគតរបស់ប្រទេសចិនផងដែរបើចិនព្រមលក់ TikTok ទៅឲ្យសហរដ្ឋអាមេរិកតាមការបង្ខំនោះវាស្មើនឹងការបង្កើតនៅគំរូមិនល្អបាទសម្រាប់ក្រុមហ៊ុនចិនផ្សេងទៀតនៅឯបរទេសបាទហើយប្រទេសផ្សេងនឹងប្រើវិធីបែបនេះដែរដោយឲ្យហានិភ័យរបស់ក្រុមហ៊ុនចិនកាន់តែកើនខ្ពស់ទៅផងដែរនោះបាទអរលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តលោកអ្នកស្ដាប់ជាទីមេត្រីយ៉ាងណាមិញបាទចិនក៏មានផែនការរយៈពេលវែងជាងសហរដ្ឋអាមេរិកបាទនេះគ្រាន់តែជាការសន្និដ្ឋានទេបាទសហរដ្ឋអាមេរិកច្រើនដើរតាមលំនាំបាទចំណេញរយៈពេលខ្លីឬនយោបាយក្នុងស្រុកដែលត្រូវធ្វើឲ្យសហរដ្ឋអាមេរិកត្រូវការបោះឆ្នោតបាទធ្វើការបោះឆ្នោតដោយមានគណៈបកនយោបាយពីរបាទផ្សេងគ្នាដូច្នេះបើសិនជានៅក្នុងប្រទេសមានការប្រែប្រួលយ៉ាងណាយ៉ាងណីនោះក៏យើងធ្វើការបាទសហរដ្ឋអាមេរិកធ្វើការបោះឆ្នោតបាទដល់ឡែកប្រទេសចិនវិញគឺមានតែគណៈបកនយោបាយបាទតែមួយប៉ុណ្ណោះដូច្នេះប្រទេសចិនអាចនឹងគិតអំពីផែនការក្នុងរយៈពេលបាទអាច10ឆ្នាំ20ឆ្នាំ30ឆ្នាំខាងមុខបាទនិយាយជារួមបាទគឺការរក្សា TikTok បាទអាចត្រូវបានចាត់ទុកជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រនៃអនាគតរបស់ប្រទេសចិនផងដែរបាទខ្ញុំបាទក៏ចោទជាសំណួរត្រង់ថាតើមេដឹកនាំអាមេរិកពិតជាមិនយល់អំពីប្រទេសចិនមែនដែរឬទេបាទលោកអ្នកនាងកញ្ញាបាទចិនពិតជាគ្រប់គ្រង TikTok ក្រុមហ៊ុនដែលមានប្រជាប្រិយភាពកម្រិតពិភពលោកតែចំណុចសំខាន់នោះគឺចិនមិនមែនមើល TikTok ជាការវិនិយោគចំពោះហិរញ្ញវត្ថុតែប៉ុណ្ណោះទេពួកគេក៏មើលថាវាក៏ជាឧបករណ៍យុទ្ធសាស្ត្រនៅក្នុងសង្គ្រាមព័ត៌មានផងដែរ
ប្រទេសចិនក៏ដឹងថាតាមរយៈ TikTok ពួកគេអាចបញ្ជូនវប្បធម៌ឥទ្ធិពលនិងប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ជាសកលនេះហើយជាអំណាចថ្មីរបស់ប្រទេសចិនក្នុងឆ្នាំថ្មីនេះឬក៏សតវត្សថ្មីនេះបាទដូច្នេះបើសិនជាប្រទេសចិនព្រមលក់ TikTok បាទព្រមលក់ TikTok នោះទៅឲ្យសហរដ្ឋអាមេរិកវាមិនត្រឹមតែបាត់បង់ប្រកាសនោះទេវាប្រហែលជាអាចបាត់បង់នៅអំណាចនយោបាយរបស់ប្រទេសចិននាពេលអនាគតខាងមុខដូច្នេះបាទមិនមែន TikTok បាទមានតម្លៃថ្លៃកម្រិតណានោះឡើយចិនគឺមិនព្រមលក់នោះទេនេះក៏ព្រោះតែវាគឺជាអំណាចមួយដែលអំណាចមួយនេះអាចស្មើនឹងអាវុធផងដែរបាទបាទអរគុណណាស់លោកស្រីអ្នកនាងកញ្ញាពេលវេលារបស់ខ្ញុំបាទក៏ដល់ទីបញ្ចប់ខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោកស្រីអ្នកនាងកញ្ញាដែលតាមដានជាមួយនឹងកម្មវិធីរបស់ខ្ញុំបាទតាំងពីដើមកម្មវិធីរហូតដល់ចប់កម្មវិធីបាទសូមកុំភ្លេច like follow ឬក៏ subscribe សូមប្រសិទ្ធពរជ័យជូនដល់អស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តលោកដែលស្ដាប់ជួបតែប្រសិទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈនិងបដិធានៈបាទកុំបីឃ្លៀងឃ្លាតឡើយបាទសម្រាប់ពេលនេះខ្ញុំបាទភក្ត្រាប៊ូដាមេតាសូមអរគុណបាទសូមជម្រាបលា